วิจารณกถาសូមសេចក្តីប្រាថ្នារបស់សាធុជនប្រុសស្រីបានសម្រេចផលតាមបំណងដែលបានធ្វើបន់ឧទ្ទិសថ្វាយបរិកសលចំពោះសម្ដេចព្រះសង្ឃរាជព្រះនាមជួនណាតទស្សនៈនៃសម្ដេចព្រះសង្ឃរាជនេះបើសមាជិកណាមួយបានស្ដាប់ហើយនឹងបានផ្ដល់នូវសេចក្តីអង្អាចក្លាហានស្រឡាញ់ការសិក្សានិងប្រកបកិច្ចការទាំងពួងមិនខានសម្ដេចព្រះសង្ឃរាជមិនមែនជាអ្នកប្រាជ្ញខាងអក្សរសាស្ត្រមួយមុខទេតាមពិតព្រះអង្គជាអ្នកប្រាជ្ញច្រើនមុខគឺពហុវិជ្ជាការចេះដឹងនៃព្រះអង្គគឺជាការចេះដឹងទាំងពីរផ្លូវដែលរកបុគ្គលណាមួយក្នុងសតវត្សនេះវាផ្ទឹមពុំបានសូម្បីទេវតាក៏ក្រាបថ្វាយបង្គំព្រះអង្គដែរអ្នកប្រាជ្ញសូម្បីរាងកាយទ្រាំចិត្តដល់នៅមរណភាពហើយក៏ដោយលោកក៏មិនព្រមបោះបង់ការងារដ៏ប្រសើររបស់លោកឡើយព្រោះលោកយល់ថាសេចក្តីស្លាប់ជាធម៌ទៀងផ្លូវដែលសម្ដេចទ្រង់យាងគឺតាមមេគានៃព្រះពុទ្ធជាម្ចាស់ឥតខ្ចោះការសោយទីបង្គត់នៃសម្ដេចប្រៀបបាននឹងការរលត់នៃដួងព្រះអាទិត្យនិងព្រះច័ន្ទអ្នកប្រាជ្ញច្រើនរូបបានពោលថាសម្ដេចព្រះសង្ឃរាជបានយាងចូលទីបង្គត់ក្នុងសមរភូមិខ្លះទៀតថាការសោយទីបង្គត់នៃព្រះអង្គប្រៀបបាននឹងការដាច់ចរន្តអគ្គិសនីមែនពិតអ្នកប្រាជ្ញរមែងគិតចំពោះសេចក្តីលំបាករបស់អ្នកផងសូម្បីដឹងថារូបអាត្មាអញត្រូវមធ្យោចាប់ទៀងប្រលឹងឥឡូវនេះហើយក៏លោកមិនប្រាប់គេព្រោះខ្លាចគេលំបាកដោយសារខ្លួនលោកការសោយទីបង្គត់នៃសម្ដេចបានធ្វើឲ្យផែនដីនេះរំជួយអត់ឧបមាបណ្ឌិតការមានជនរស់នៅមិនសូវញ៉ាំងចិត្តអ្នកផងឲ្យគោរពកោតឆាប់ឆាញ់ប៉ុន្មានទេលុះដល់រលត់សង្ខារសូម្បីតែសត្រូវលោកក៏ចោះចាញ់គោរពគុណធម៌របស់លោកដែរគុំនិយាយឡើយពីជនសាមញ្ញមានប្រយោជន៍អ្វីក្នុងការបួសឲ្យមិនសិក្សានៅមុខវិជ្ជាផ្លូវលោកផ្លូវធម៌និងមិនគោរពតាមពុទ្ធឱវាទផងដោយជនពុករលួយមានប្រយោជន៍អ្វីបានគ្រាន់តែចង្អៀតសង្គមនិងខូចកិត្តិយសសង្គមប៉ុណ្ណោះអ្នកណាបួសហើយដឹកនាំគេឲ្យស្គាល់ផ្លូវល្អអាក្រក់ពលគឺបានសិក្សាគម្ពីរដីកានៅមុខវិជ្ជាផ្សេងៗហើយប្រព្រឹត្តត្រឹមត្រូវល្អអ្នកនោះទៅឈ្មោះថាអ្នកបួសទៅតាមសាមណភេទព្រោះថាព្រះពុទ្ធសាសនាដែលរុងរឿងទៅកើតមកពីអ្នកបួសបានអ្នកដឹកនាំអោនថយសាសនាក៏ចោះតាមនោះដែរដោយហេតុថារបស់អ្វីក៏ដោយក្នុងโลกនេះដែលមនុស្សមិនបង្កើតអោក្មួយកំសត់អើយអ្នកមិនទាន់បានរៀនសូត្រសោះនៅក្នុងសម័យអក្សរសាស្ត្រយើងផុសឡើងនេះរាត្រីទាំងឡាយចេះតែធ្វើកមនីការជានិច្ចរូបអ្នកនឹងនៅក្នុងហ្វូងអនក្ខជនប្រៀបដូចជានៅក្នុងគុហៀងងសុនសងការបើយើងគិតដូច្នេះហើយយើងគួរនាំគ្នាបង្ហាត់បង្ហាញកូនក្មួយក្នុងពេលឥឡូវនេះទៅឲ្យសមតាមគោលបំណងនៃរបបសាធារណរដ្ឋខ្មែរដែលចង់ឲ្យកូនខ្មែរចេះអក្សរគ្រប់គ្នាព្រោះថាកូនមានគុណគួរគប់តែម្នាក់ជាកូនប្រសាកូនងងរាប់រយមិនប្រសាទេដោយប្រច័ណ្ឌតែមួយដួងអាចកម្ចាត់ងងឹតអន្តការបានកងតារាទាំងឡាយកម្ចាត់ងងឹតមិនបានឡើយបណ្ដាកូន3ពួកគឺកូនមិនទាន់កើតមួយពួកកូនកើតហើយស្លាប់ទៅវិញមួយពួកនិងកូនងងមួយពួកកូន2ពួកខាងដើមជាកូនក៏ប្រសាពួកកូនទី3មិនប្រសាឡើយព្រោះថាកូន2ពួកខាងដើមធ្វើទុកព្រួយតែម្ដងក៏អស់ទៅហើយឯពួកកូនក្រោយទី3ធ្វើទុកមេដាបៃតាឲ្យលំបាកគ្រោះជំហានការកើតឡើងនៃមនុស្សងាយណាស់តែការធ្វើខ្លួនឲ្យខ្លាចទៅជាមនុស្សម្នាក់នឹងគេមិនងាយទេតោងប្រឹងប្រែងព្យាយាមទៅបានសម្រេចក្តាមឈូសគេធ្វើសម្រាប់ដាក់សពរីឯសុភមង្គលសម្រាប់តែជនណាដែលជាគេជញ្ជក់គ្រប់កលៈទេសៈអ្នកធ្វើខ្ញុំបម្រើគេតែងធន់ទ្រាំលំបាកដោយត្រជាក់ដោយខ្យល់និងដោយកម្ដៅថ្ងៃឥតបានប្រយោជន៍អ្វីសោះឯអ្នកប្រាជ្ញខំបំពេញតបៈទៅទុកជាលំបាកគង់បានសេចក្តីសុខជាផលការតាំងខ្លួនមិនឲ្យជាខ្ញុំគេតែងបានផលជាសុខដល់ជីវិតបើជនណាព្រមនៅក្នុងអំណាចទេជននោះឈ្មោះថាមានជីវិតរស់ដូច្នោះតើជនបែបណាវិញណដែលឈ្មោះថាស្លាប់ជនអបអត្តបញ្ញាសម្រាំងខ្លួនហើយសម្រាំងទៀតទុកបំរុងគ្រាន់តែបំរើជនដតីជានាយព្រោះប្រាថ្នាទ្រព្យដោយសតិផ្កាមាសតបតែងខ្លួនឲ្យល្អទុកសម្រាប់តែបុរសព្រះពុទ្ធជាម្ចាស់ជួយយើងបានលុះណាតែយើងជួយខ្លួនយើងផងដែរការដែលគេមកសុំសំណើឆ្នោតពីយើងគេលើកជង្គង់ដល់ធរណីព្រោះតែគេចង់ស៊ីថ្លើមយើងហើយដល់គេបានសម្លឹកឆ្នោតហើយគេធាក់ធរណីបោលេងមកក្បាលយើងទៀតតែយើងទៅធ្វើដូចម្តេចណោះឲ្យបានដោយបំណង
មនុស្សមិនត្រូវអួតអាងថាគ្មាននរណាបោកបានមួយជីវិតទេតែត្រូវគិតកុំឲ្យគេបោកបានចាំដងពេកការជ្រើសរើសអ្នកតំណាងយើងពិបាកជាងរើសកូនប្រសាត្រីភិកមិនដូចជនល្ងងពោលថាបោះឲ្យនរណាក៏ដូចនរណាដែរនោះទេព្រោះថាអាយុជីវិតនៃប្រទេសជាតិត្រូវផ្ញើនៅលើអ្នកតំណាងរបស់យើងមួយផ្នែកធំមិនគួរយើងយកសម្បកក្រុមមកផ្ទះលេងទេការដែលគេឲ្យយើងស៊ីមកតែគេចង់ស៊ីពីយើងអ្នកប្រាជ្ញឆៅនៅក្រៅទីប្រជុំអួតក្អេងក្អាងណាស់សូម្បីតែព្រះក៏គេហ៊ានចោទឆ្លើយដែរតែតាមពិតនៅទីជំនុំសូម្បីតែដៃស្ទើរមិនហ៊ានលើកផងគុំនិយាយឡើយទៅជជែកវែករកការខុសត្រូវតែយើងត្រូវជ្រើសរើសជនប្រភេទណាឲ្យធ្វើជាភ្នែកជាច្រមុះរបស់ផងយើងអ្នកប្រាជ្ញតែងណែនាំយុវជនឲ្យបែរមុខទៅរកសេចក្តីចម្រើនមិនដែលណែនាំឲ្យមនុស្សទៅរកសេចក្តីវិនាសទេសូម្បីតែស្ត្រីរបស់លោកក៏លោកនៅតែប្រោសប្រណីជានិច្ចដោយមហាថ្មគន្ធីជាអាចសំដេចព្រះសង្ឃរាជាម្ចាស់ទ្រង់សោយទីវង្គតមិនពិតតែឧត្តមគតិនៃព្រះអង្គនៅរស់រវើកជានិច្ចហើយរឹងរឹតតែលេចលើគ្រប់ទិសមើលទៅសំបីព្រះអិនក៏ស្ងាត់សរសើរដែរគុំថាឡើយតែអ្នកប្រាជ្ញសកលលោកសេចក្តីល្អរបស់ព្រះអង្គតែងប្រោះប្រណីមកលើទូលព្រះបង្គំយើងខ្ញុំករណាបានធ្វើឲ្យបេះដូងខ្ញុំព្រះអង្គសពសពោនឹងព្រះអង្គដូចសាយសង្ខារវត្តជាស្ថានមនោរម្យផងជាកន្លែងព្យាបាលរោគល្ងង់ខ្លៅផងជាកន្លែងដោះទុកសត្វកំព្រាតោកយ៉ាក់ផងនិងជាកន្លែងរៀបចំកម្មវិធីទៅកាន់ឋាននិព្វានផងនៃសត្វលោកទូទៅព្រះពុទ្ធសាសនាមានតម្លៃរកប្រមាណមិនបានឡើយព្រោះបានបង្រៀនមនុស្សឲ្យស្គាល់ប្រភពនៃសេចក្តីសុខសេចក្តីទុក្ខគ្រប់យ៉ាងសេចក្តីប្រាថ្នារបស់ខ្ញុំមានតែម្យ៉ាងទេគឺសូមឲ្យអ្នកផងអាណិតមេត្តាទោះបីដើរទៅទីណាក៏គុំឲ្យមានឧបសគ្គរាំងរាលែងកំព្រាតោយ៉ានៅក្នុងទីនោះទៀតមុននឹងបោកមនុស្សណាម្នាក់គេតែងធ្វើល្អនឹងអ្នកនោះមុនជាដរាបគ្រាន់តែឃើញជនដែលធ្វើល្អភ្លាមគុំអោតសរសើរថាជាមនុស្សត្រឹមត្រូវតាមពិតជនពុករលួយក៏ចេះធ្វើបន់ហើយកឋិនដែរដើម្បីបំផាំងអំពើពុករលួយរបស់វាដូច្នេះទៅពិចារណាឲ្យល្អិតល្អន់សឹមដាក់ជំនឿជនខ្លះយកសាសនាធ្វើជារនាំងដើម្បីបោកបញ្ឆោតយើងផងធ្វើពាណិជ្ជកម្មផងលាក់កំហុសផងជនកំហិលគេធ្វើជាឈរឈ្មោះកសាងវត្តអារាមតាមពិតបើជាយកទីនោះធ្វើចេតិយឬម៉ងសម្រាប់កុកខ្មោចគ្រួសារគេសោះសូម្បីតែចន្លោះធ្វើផ្លូវដើរក៏គ្មានដែរបើយើងអាណិតស្រឡាញ់សាលាដំបងហើយស្អប់ខ្លួនឯងមានរឿងអ្វីបន្តិចបន្តួចនាំគ្នាប្រឹងប្រែងចោះគុំខ្ចីស្ដាប់បុរាណភាសាឡើយគណៈកម្មការជាតិបានលើកព្រះអង្គជាព្រះអគ្គមេប្រទេសដល់ឆ្នាំក្នុងការណែនាំបកប្រែពាក្យខ្មែរព្រះអង្គទ្រង់បានជួយបកប្រែពាក្យខ្មែរតាំងពីដើមកំណើតខេមរយន្តកម្មម្លេះព្រះអង្គបានគាំទ្រជាទីបំផុតចំពោះអង្គការខេមរយន្តកម្មសិក្សាក្រៅពីព្រះយោបល់និងការបកប្រែពាក្យខ្មែរព្រះអង្គបានផ្ដល់អត្ថបទជាច្រើនមកអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃខេមរយន្តកម្មដើម្បីលើកស្ទួយភាសាជាតិនិងទស្សនវិស័យខេមរយន្តកម្មឲ្យមានពលិទៅចាស់ទៅចង់គ្រប់ពេលវេលាបើយើងសោកស្ដាយព្រះអង្គស្រឡាញ់ព្រះអង្គត្រូវគោរពព្រះអង្គដោយប្រតិបត្តិតាមឱវាទឬទស្សនៈព្រះអង្គកុំបីឃ្លាតសម្ដេចព្រះសង្ឃរាជជួនណាតជាព្រះអគ្គមហាបណ្ឌិតមួយព្រះអង្គក្នុងសតវត្សទី20ក្នុងពេលរស់នៅត្រូវខំប្រឹងធ្វើការដែលមានប្រយោជន៍គុំសំចៃកម្លាំងទុកឡើយព្រោះកម្លាំងនោះបើឲ្យនៅស្ងៀមគង់តែត្រូវរិលរិចហើយចុះរាល់ពេលដោយអំណាចជរាបុគ្គលខ្វះសតិសម្បញ្ញៈរមែងស្រវឹងក្នុងលោកជាប់ចិត្តក្នុងលោកមិនចង់រើខ្លួនចេញចាក់លោកនេះឡើយអ្នកប្រាជ្ញតែងព្យាយាមបង្កើតសាមគ្គីធម៌គ្រប់ឥរិយាបថពុទ្ធវចនៈជាមេដាទស្សនវិជ្ជាជាមេដាសិលធម៌ជាមេដានយោបាយជាមេដាសេដ្ឋកិច្ចនិងជាមេដាវិទ្យាសាស្ត្រសម្រាប់មនុស្សទូទៅទស្សនៈនេះមានន័យថាការបង្ហាញប្រយោជន៍ការចង្អុលគ្រោះថ្នាក់ការអប់រំសិលធម៌និងការណែនាំមនុស្សឲ្យទៅរកត្រើយនៃសុភមង្គលកថាបានកថាទី1ទស្សនៈចំពោះខេមរយន្តកម្មសិក្សា
សម្ដេចព្រះសង្ឃរាជទ្រង់មានយោបល់ទៅលើខេមរយន្តកម្មសិក្សាថាប្រទេសខ្មែរមានភ័ព្វសំណាងខ្ពង់ខ្ពស់បានទទួលឯករាជ្យវប្បធម៌និងរដ្ឋតែច្បាស់លាស់ថែមទៀតពិសេសក្នុងវិស័យសិក្សាធិការជាតិចាប់តាំងពីកំណើតខេមរយន្តកម្មសិក្សាមកជំហរវប្បធម៌ជាតិពឹងផ្អែកមួយផ្នែកធំទៅលើអក្សរនិងភាសាខ្មែរក៏ដូចជាពឹងផ្អែកទៅលើខេមរយន្តកម្មនេះដែរដោយសារតែខេមរយន្តកម្មនេះទៅចាត់ទុកដូចជាយានផ្ទុកយកចំណេះវិជ្ជាជាភាសាបរទេសមកលាតត្រដាងផ្សព្វផ្សាយជាភាសាខ្មែរឲ្យជាដល់ជំរឿនមជ្ឈដ្ឋានមិនត្រឹមតែសិស្សានុសិស្សគ្រូបច្ចេកប៉ុណ្ណោះទេថែមទាំងដល់ប្រជាពលរដ្ឋគ្រប់ប្រភេទគ្រប់វ័យថែមទៀតផងតាមជំនឿចេះថ្នាពេញលក្ខណៈលើតម្លៃនិងមធ្យោបាយភាសាជាតិខេមរយន្តកម្មសិក្សាប្រកបជាអាចបម្រើការរៀននិងការបង្រៀនគ្រប់ភូមិសិក្សាទាំងទាបទាំងខ្ពស់បានទាំងអស់ភាសាជាតិណាក៏ដូចជាភាសាជាតិណាដែរតែងតែមានសភាពលក្ខណៈងាយស្រួលនិងលក្ខណៈពិបាកកប់នៅលាយឡំជាមួយគ្នាជាធម្មតាទោះដូចជាសភាពលក្ខណៈដូចនេះក៏ដោយភាសានីមួយៗតែងតែមានក្បួនច្បាប់របស់ខ្លួនទៅតាមសម័យកាលការខិតខំតម្រឹងតម្រង់គន្លងភាសាឲ្យបានត្រឹមត្រូវមានឯកភាពក្នុងរង្វង់ក្បួនច្បាប់សុទ្ធតាមបែបវិទ្យាសាស្ត្រពេញទីចាត់ទុកជាការពិបាកមួយដែលបណ្ដាលមកពីការវិវត្តនៃសង្គមមនុស្សតម្រូវមនុស្សឲ្យដើរលឿនមុនក្បួនច្បាប់ឬដើរងាកចេញពីក្បួនច្បាប់ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិនិងឯកភាពជាតិឬក៏មកពីការមិនចោះសម្រងរវាងគ្នាបែបចាស់និងបែបថ្មីឬមួយក៏ដំណើរច្របល់នៃវប្បធម៌មិនច្បាស់ជារបស់ខ្លួនឬរបស់គេភាសាខ្មែរសម័យខេមរយន្តកម្មបានប៉ះទង្គិចនឹងឧបសគ្គបែបនេះខ្លះដែរតែការប៉ះទង្គិចនេះបានរលាយខ្សលទៅវិញដោយសារតែខេមរយន្តកម្មជាអង្គការជាតិនិយមប្រអតិភិបធំទូលាយនៅក្នុងការបកប្រែពីបច្ចេកទេសបរទេសជាពាក្យពេចន៍ខ្មែរសុទ្ធមុននឹងបែរទៅរកពាក្យបាលីសំស្ក្រឹតបារាំងអង់គ្លេសពីព្រោះតែយល់ថាត្រូវញ៉ាំងវិវត្តភាសាខ្មែរឲ្យស្របទៅតាមគោលច្បាប់ខ្មែរបុរាណដោយការក្តាប់យកគំនិតនេះជាគោលខេមរយន្តកម្មសិក្សាគ្មានផលប្រយោជន៍អ្វីទៅបង្កើតការពិបាកថ្មីទៅលើការពិបាកចាស់នោះឡើយមិនយូរមិនឆាប់ខេមរយន្តកម្មនឹងប្រែក្លាយទៅជាភ្នាក់ងារចម្បងមួយនៅក្នុងការដាល់វិសាជាតិឲ្យលឿនទៅមុខទាន់ការចាំបាច់នៃសង្គមខ្មែរសម័យសង្គមរាស្ត្រនិយមពុទ្ធសាសនាអាត្មាមានជំនឿសុបទៅលើអង្គការខេមរយន្តកម្មនេះហើយបញ្ញត្តិជាស្រ័យចូលរួមសហប្រតិបត្តិការជាមួយដោយគ្មានគិតដល់ការខាត់ពេលវេលានិងការនឿយកាយពលសោះឡើយកថាទី2ការព្រំលឹកអំពីអក្សរខ្មែរបរិយានិពន្ធសម្ដេចព្រះសង្ឃរាជមហានិកាយបទពាក្យ7អក្សរខ្មែរអក្សរសាស្ត្ររុងរឿងដោយសារខ្មែរពុំហ៊ានបែកម៉ែឲ្យផ្លត់ខុសជនខ្មែរគ្រប់គ្នាទាំងស្រីប្រុសពុំហ៊ានបង្ខំឲ្យខូចបងជនខ្មែរស្រស់គ្នាលើកដំកើនដំឡើងពាក្យពេចន៍ដោយផ្ចិតផ្ចង់ខ្មែរជាក្រហមខ្មែរជាសង្ឃប្រឹងប្រែងតម្រង់អក្សរជាតិអក្សរវិបត្តិជាតិវិបត្តិខ្ចាយខ្ចាត់រត់រាយคล้ายឃ្លៀងឃ្លាតហេតុនេះខ្មែរយើងគុំរវាតទៅរក្សាជាតិឲ្យរឹងប៉ឹងបើមិនដឹងដល់គុំធ្វើចេះចំណេះតិចតួចស្ដួយស្ដាងស្ដឹងបើចង់ច្បាស់លាស់ត្រូវខំប្រឹងគុំដេកសងំឲ្យចេះឯងចំណេះកាត់ព្រោះការរៀនកុំជិលអ៊ីនព្រៀនគុំសំដែងធ្វើឲ្យគេស្ងើចគេកោតក្រែងស្លាក់ស្លែងទេគុំរិះគន់គេត្រូវរិះគន់ខ្លួនឯងជាមុនគុំឲ្យសុយសន់ខុសទោទេបើឆ្ងល់ពុំយល់ត្រូវសួរគេឥតថោកទេថ្លៃទេតើបុរាណថាថោកអីនឹងដៃថ្លៃអីនឹងមាត់ពោលសាវ៉ារៀនទៅសួរទៅគ្រាន់បើអើពើចង់ចេះប្រសើរណាស់ចាស់ថាបើល្ងងគុំធ្វើចេះបើមានចំណេះឲ្យចេះច្បាស់បើស្ដាងហើយចង់ឲ្យបានក្រាស់ត្រូវថែមកំរាស់ផ្សំសាច់គ្នាអបស្ទោប៉ះប៉ុនយកកំរាស់គុំចាំងគុំចាស់ហួសមេត្រាប៉ះផ្សំគុំផ្ចិតទៅកើតជាតោឬបន្តោមុនជាងមុនបើចេះអក្សរនិងភាសានៃជាតិណានាគុំជ្រុលសន់ងាប់សັບប្រែស្រាយคล้ายជាប់កុនសំត្រនប្រែស្រាយឃ្លាតក្តីពិត
ការដែលប្រារព្ធនិងប្រែស្រាយត្រូវគិតនៃអាយដោយពិនិត្យឲ្យឃើញសេចក្តីជាខ្មែរពិតសំប្រែមកផ្ដិតតាមពាក្យគេត្រូវប្រែឲ្យមកជាសេចក្តីដែលខ្មែរប្រុសស្រីអាចរិះរេស្ដាប់យល់មិនឆ្ងល់ទៅហៅប្រែត្រឹមត្រូវតាមរូបសេចក្តីពិតអ្នករៀនភាសាជនបរទេសធ្វើដោយការឥតបើគិតការខ្លួនកំពុងរៀនប្រឹងប្រែងប្រែផ្ដិតឲ្យចំតាមរូបស័ព្ទផ្លេចនឹកគិតមកភាសាខ្លួនឲ្យយល់សំនួនដែលងាយស្ដាប់សម្លឹងសង្កេតតែរូបស័ព្ទក៏ស្រាប់តែប្រែខុសទាំងស្រុងអ្នករៀនសំស្ក្រឹតឬបាលីប្រែខុសសេចក្តីព្រោះភ័ន្តផងយល់ខុសទៅទេទាំងដើមចុងចូលក្នុងវឹងសងខ្មាត់អ្នកផងតថាបាលីប្រែថាឈោអ្នករៀនឆ្លក់វោអន់ម្ដងត្រង់មានសេចក្តីថាស្ងួនក្រងប្រែឆ្កងថាឈោនៅជាប់ស័ព្ទបារាំងបរទេសសួរឡាតែខ្មែរឆ្អែតចិត្តជាប់បែប្រែប្រាប់អ្នកដែលមិនចេះឲ្យគ្នាស្ដាប់បង្គាប់ថាឲ្យកាន់លើក្បាលមិនប្រាប់ឲ្យគ្នាដឹងថាទូលនេះហៅស្រមូលពុំត្រកាលពាក្យខ្មែរថាទូលក៏លើក្បាលត្រកាលប្រែខុសពីពាក្យខ្លួនតែងកាប់ឲ្យត្រូវតាមសម្ផស្សតែងកាប់ចាស់ដែលមានជួនគុំចេះតែតែងតាមចិត្តខ្លួនឲ្យកាប់មានជួនខុសតម្រាពាក្យអើយនឹងអើយសូផ្សេងគ្នាដូចជាប្អូនអើយមិនដេចឡើយណាស្ដាប់បងមិនលឺឬស្គនភ្ងាធ្វើជាមិនលឺព្រោះរឹងខ្លួនព្រះបាទសម្ដេចព្រះហរិរៈទ្រង់បានបញ្ជាក់ដោយផ្ទួនក្នុងការព្រះអង្គដែលមានជួនសំនួនសម្ផស្សឥតមានឆ្គងកវីគួរតែយកដំរាបពុំគួរប្រញាប់កាប់រំលងរំលោភបែបនោះមិនត្រាប់ត្រង់ខុសពីបំណងអ្នកប្រាជ្ញាមានអ្នកតែងកាប់ខ្លះហ៊ានថាម្ដេចមិនវាចាឲ្យចេះច្បាស់ប្រើជាកិរិយាខុសស័ព្ទណាស់គួរផ្លាស់សម្ដីនេះចោលចេញកថាទី3បុព្វហេតុអរិយធម៌ខ្មែរពេលព្រះសូរិយាជ្រាបជ្រែហៀបអស្ដង្គតនៅថ្ងៃមួយសម្ដេចព្រះសង្ឃរាជព្រះអង្គគង់នៅក្នុងទីលានអាស្រមមនោរម្យសង្កាត់រកាកោះស្រុកគង់ពិសីខេត្តកំពង់ស្ពឺជិតវត្តកំណើតនៃព្រះអង្គសម្ដេចទ្រង់យិនសន្សំតូតមើលដំណាំផ្សេងដែលព្រះអង្គបានដាំពីអាទិត្យមុនតាមពិតសម្ដេចតាំងពីយុវវ័យមិនដែលបង្ហើរពេលវេលាចោលឡើយបើព្រះអង្គមិនធ្វើធម៌ក៏ព្រះអង្គធ្វើកិច្ចការអសរសាស្ត្រឬកិច្ចការសាធារណៈដែរមិនមែនព្រះអង្គយាងទៅអាស្រមមនោរម្យដើម្បីក្រសាលប្រតិដូចជាជនធម្មតាឡើយព្រះអង្គតែងយកបរិហរតីទុកដាក់នឹងបញ្ហាទឹកសម្រាប់អ្នកស្រុកនៅទីនោះអាស្រ័យដូច្នេះហើយទៅព្រះអង្គជីកស្រះដ៏ធំល្វឹងល្វើយគួរជាទីត្រេកត្រអាលនៃមនុស្សលោកក្នុងពេលព្រះអង្គកំពុងគង់តូតមើលទម្រង់ស្រះមានកុមារម្នាក់ឈ្មោះគង់សំផលដើរអោនតម្រង់ទៅរកព្រះអង្គពេលនោះសម្ដេចក៏បន្លឺព្រះសូរសីហនាថមនាលចៅប្រុសមកទីនេះមានកិច្ចការអ្វីដែរកុមារសំផលក្រោយពីក្រាបថ្វាយបង្គំហើយក៏លើកដៃប្រណម្យឆ្លើយតបទៅកាន់ព្រះនរបតីដោយសម្លេងថ្នមក្រាបទូលសម្ដេចដោយចម្រើនទូលព្រះបង្គំមុខនេះដោយមានការងឿឆ្ងល់សម្បើមណាស់ហើយជជែកគ្នាមិនអាចសេះសោះព្រះអង្គឆ្ងល់រឿងអ្វីចៅប្រុសថាមកមើលភ្លាមនោះកុមារក៏ក្រាបទូលបបិទ្ធសម្ដេចដ៏ជាទីគោរពទូលព្រះបង្គំឆ្ងល់ថាតើពុព្វហេតុនៃអរិយធម៌ខ្មែរមកពីអ្វីទៅព្រះអង្គសំណួរនេះញ៉ាំងព្រះចិន្តាព្រះអង្គឲ្យសមមនោក្រៃលែងហើយទ្រង់តបសាធុចៅឯងចង់ចេះដឹងដូច្នេះតាត្រេកអរណាស់តាមិនចង់ឃើញមនុស្សល្ងងខ្លៅឡើយមិនចង់ជួបមនុស្សក្រលហេមលហាមគឺចង់ឲ្យមានចំណេះមានទ្រព្យល្មមចាយវាយដូចគ្នាព្រោះយើងជាមនុស្សដូចគ្នាចៅពុព្វហេតុនៃអរិយធម៌ខ្មែរនេះគ្មានមកពីណាក្រៅពីសាសនាឡើយសាសនាបាននាំមកនៅផលប្រយោជន៍ច្រើនណាស់ដល់មនុស្សលោកយើងនេះតើចៅស្ដាប់បានឬទេបើមិនបានគំលាក់លៀមប្រាប់លោកតាចុះ
លោកតានឹងពន្យល់ឯងឲ្យស្គាល់ច្បាស់លាស់ឲ្យអស់ការសង្ស័យណាចៅប្រុសពេលនោះសម្ផលកុមារមានចិត្តរីកហើយក្រាបបង្គំទូលព្រះអង្គវិញព្រះករុណាថ្លៃពិសេសទូលព្រះបង្គំអស់សង្ស័យហើយតែខ្ញុំព្រះអង្គខ្លាចភ្លេចទៅថ្ងៃមុខទៀតព្រោះសតិរបស់ខ្ញុំព្រះករុណាទន់ខ្សោយណាស់ទៀនប្រោសមិនអីទេចៅបើឯងខ្លាចភ្លេចឬស្រពេចស្រពិលគួរចៅទៅរកមេរៀនប្រវត្តិសាស្ត្ររបស់ព្រះវិរិយៈបណ្ឌិតោបង្ខាត់ដែលបង្រៀនពួកនិស្សិតនៃវិទ្យាស្ថានអប់រំខាងអក្សរសាស្ត្រមកអានទុកជាឯកសារទៅព្រោះលោកជាអ្នកស្រាវជ្រាវមួយដ៏ចំណានមិនអាចកាត់ថ្លៃបានទេណាហើយបើចៅអស់ការហើយគួរត្រឡប់ទៅវិញចុះហើយខិតខំរៀនសូត្រឲ្យមែនទែនតន់វ័យក្មេងជ័យដើម្បីញ៉ាំងជីវិតចៅឲ្យថ្លៃថ្នូរនឹងគេចូលចម្រើនសាធុព្រះអង្គដ៏មានបុណ្យសែនសប្បាយចិត្តណាស់ដែលបានកើតមកជួបនឹងព្រះអង្គក្នុងប្រតិប្រោះបណីជន់ងឹតងងឥតសិះមុខឬពេលវេលាដូច្នេះខ្ញុំប្រកាសណានឹងទៅរកឯកសារនោះមកទុកប្រចាំគ្រួសារមិនខានខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលាសិនហើយទៅចោះចៅប្រុសអានច្រើនការវិជាក្រោយពេលសម្ផលកុមារចេញផុតទៅសម្ដេចព្រះសង្ឃគិរីជាទីគោរពនៃយើងរាល់គ្នាព្រះអង្គស្ដេចយើងចូលអាស្រមមនោរម្យវិញដើម្បីពិនិត្យព័ត៌មានថ្មីដែលព្រះអង្គបំរុងនឹងបន្ថែមនៅក្នុងវចនានុក្រមខ្មែរទៀតចំណែកគង់សម្ផលកុមារក៏បានធ្វើដំណើរទៅកាន់គេហដ្ឋានវិញដោយសុវត្ថិភាពប៉ុន្មានថ្ងៃបន្ទាប់មកកុមារបានទទួលមេរៀនប្រវត្តិសាស្ត្ររបស់ព្រះភិក្ខុបាងខាត់ដោយបំណងមែនកុមារអានបណ្ដាញញញឹមបណ្ដាដោយពេញចិត្តរបស់ខ្លួនពេកអត្ថន័យនៃមេរៀននោះមានសេចក្តីថាក្នុងការសិក្សាអរិយធម៌យើងគួរស្គាល់ពុព្វហេតុដែលនាំឲ្យកើតអរិយធម៌នេះឡើងអ្នកប្រាជ្ញទូទៅដែលមានសេចក្តីយល់ថាអរិយធម៌គ្រប់ប្រការតែងកើតឡើងពីសាសនាបុរាណមានដូចជាសាសនាព្រាហ្មណ៍សាសនាពុទ្ធសាសនាគ្រិស្តសាសនាអ៊ីស្លាមប៉ុណ្ណោះជាដើមសុទ្ធតែជាថ្នាលបណ្ដោះវិជ្ជាគ្រប់ប្រការដែលជាមូលហេតុបណ្ដាលឲ្យមានអរិយធម៌កើតឡើងក្នុងលោកប្រទេសទាំងឡាយដែលមានសេចក្តីចម្រើនលូតលាស់ក៏ព្រោះតែមានវិជ្ជាសាសនាជាដើមចមអ្នកប្រវត្តិសាស្ត្រជប៉ុនម្នាក់បានពោលសរសើរទុកថាពុទ្ធសាសនាបាននាំសេចក្តីចម្រើនមកឲ្យប្រទេសជប៉ុនសេចក្តីចម្រើនជឿនលឿនទៅមុខគ្រប់ផ្នែកនៃប្រទេសជប៉ុនស្ថាបត្យកម្មសិល្បកម្មហត្ថកម្មឧស្សាហកម្មរហូតដល់ដូរតន្ត្រីមានប៉ុណ្ណោះជាដើមសុទ្ធតែកើតឡើងដោយអាស្រ័យពុទ្ធសាសនាដូច្នេះយើងគួរចូលចិត្តថាពុទ្ធសាសនាមិនមែនមានតម្លៃចំពោះតែការប្រតិបត្តិតាមផ្លូវចិត្តតែប៉ុណ្ណោះទេមានតម្លៃដល់ការជឿនលឿនទៅមុខនៃអរិយធម៌ខាងផ្លូវលោកគ្រប់ផ្នែកទៀតផងសេចក្តីពិតវិជ្ជាសាសនាមានតម្លៃខ្ពង់ខ្ពស់ណាស់សមគួរដល់យើងគ្រប់គ្នាហ៊ានលះបង់ពេលវេលាសប្បាយដើម្បីខំសិក្សាព្រោះជារឿងដែលប្រដៅមនុស្សឲ្យប្រព្រឹត្តល្អនាំឲ្យកើតធម្មចរិយាល្អប្រពៃទំនៀមទម្លាប់ល្អនាំឲ្យបន្តបងសេចក្តីទុក្ខនាំឲ្យមានសេចក្តីសុខសេមសានពលគឺវិជ្ជាសាសនាជាប្រតិបឲ្យច្រាបំភ្លឺផ្លូវឲ្យមើលផ្លូវដំណើរនៃជីវិតគ្រប់គ្នាដែលឲ្យកិច្ចផុតនឹងការប៉ះទង្គិចនឹងឲ្យចេះតែបានសុខចម្រើនជាមួយគ្នារអើនរហូតទៅនាពេលងងឹតនេះតម្លៃសាសនាដោយបានពោលនេះអ្នកប្រាជ្ញរ៉ាប់រងទូទៅហើយបានអ្នកផងក៏បានដឹងហើយថាតម្លៃនេះមិនមែនមានតែប៉ុណ្ណោះទេមានច្រើនលើសលប់និងឥតកណនាត្រារាប់ឲ្យអស់ជើងតទៅទៀតគឺដើម្បីចម្រើនគ្រប់ប្រការរបស់មនុស្សលោកសពថ្ងៃនេះសុទ្ធតែកើតឡើងអំពីសាសនាទាំងអស់សូម្បីតែពេទ្យសាស្ត្រដែលគេច្រើនតែចូលចិត្តថាជារបស់ថ្មីក៏ដោយក៏នៅតែមានតាក់ទងនឹងពីសាសនាព្រោះវិជាផ្នែកនេះកើតឡើងអំពីការគុណគិតខាងសាសនាច្រើនអ្នកដែរសាសនាជាថ្នាលបណ្ដុះបណ្ដាលការសិក្សាព្រោះមានតែវិជាមួយទេក្នុងលោកគឺវិជាសាសនាដែលមនុស្សលោកចូលចិត្តជួញរវល់រហូតតាំងពីបុរាណកាលមកនេះទីឋានសាសនាគ្រប់សាសនាដោយវត្តអារាមនៅប្រទេសខ្មែរយើងជាដើមជាបឋមសាលាគឺសាលាដើមដំបូងបំផុតនៃពិភពលោកជាមន្ទីរព្យាបាលរោគដើមបំផុតនៃពិភពលោកមើលរោគល្ងងខ្លៅគឺអវិជ្ជាបំបើកភ្នែកខ្វាក់មនុស្សលោកគឺឲ្យមានវិជ្ជាមើលឃើញសេចក្តីពិតរបស់លោកមើលរោគរាងកាយឯគ្រូដើមគឺអ្នកបុស្សសាសនាព្យាបាលទទេបង្រៀនទទេមួយទៀតសាសនាជាសង្គមដើមនៃមនុស្សលោកជាទីស្ថានជួបសន្ទនាសម្រាប់ផ្ដាស់ប្ដូរសេចក្តីយោបល់ឃើញគ្នាទៅវិញទៅមកជាទ្រមនីយដ្ឋានបន្តបងសេចក្តីទុកក្តៅក្រហាយជាវិជាស្ថានបណ្ដោះវិជាគ្រប់ប្រភេទមានវិជាស្ថានស្ថាបត្យកម្មជាដើមសម្រាប់មនុស្សត្រូវការសំណងដ៏ល្អវិសេសឆាត់ឆាយសម្រាប់ទុកសម្រាប់ជំរក
អ្នកដែលខ្លួនគោរពបូជារួមសេចក្តីមកទីស្ថានសាសនាជាវិជាឋាននាំឲ្យកើតការរចនាពិសេសសព្វនភាពដ៏ប្រណិតបញ្ចង់គឺការលម្អឥតខ្ចោះគ្រប់ប្រការនៅប្រទេសខ្មែរដែលជាអ្នកកាន់ព្រះពុទ្ធសាសនាមើងម៉ាត់មួយយើងបានឃើញអរិយធម៌ដែលកើតចេញពីសាសនាយ៉ាងច្បាស់លាស់ដូចជាប្រាង្គប្រាសាទរាជដ្ឋានទីស្ថានមហានគរជាដើមនៅប្រទេសដទៃដោយប្រទេសឥណ្ឌាប្រទេសចិនជាដើមក៏គេឃើញមានអរិយធម៌ដែលកើតចេញពីសាសនាពិតប្រាកដដែរពោលងាយៗគឺដើមមិនមានសាលារៀនវត្តជាសាលារៀនកាលដើមមិនមានមន្ទីរពេទ្យវត្តជាមន្ទីរពេទ្យឡាជាឫសគល់សង្គមខ្មែរពីបុរាណដែលកើតចេញពីសាសនាដែរដោយហេតុនេះវិជាសាសនាមានតម្លៃនិងកាត់ថ្លៃពុំបានព្រោះជាមេអរិយធម៌ទូទៅលុះអានចប់ហើយសំផលមានចិត្តរីករាយខុសប្រក្រតីចិត្តតែទន្ទិញមិនដាច់ពីមាត់ថាអ្នកប្រាជ្ញតែងសន្សំនៅអ្នកប្រាជ្ញដូចគ្នាតែងស្រឡាញ់មនុស្សដូចគ្នាមិនចេះលាក់លៀមនៅកាលណាប្រសើរឡើយហើយតែងដឹកនាំអ្នកផងឲ្យឈានទៅរកសេចក្តីចម្រើនជានិច្ចពុបហេតុអរិយធម៌ខ្មែរបានអ្នកផងបានក្រេបហើយមុខជាចុងក្រេបទៀតមិនចេះចិនណាយវិទ្យាសាស្ត្រជាកូនកតញ្ញូនៃទស្សនវិជ្ជាអោខ្លួនអញអើយបើកើតមកតោយៈរំបាកយ៉ាងនេះធ្វើមិនណោនឹងបានសិក្សាឲ្យមានចំណេះវិជ្ជាខ្ពង់ខ្ពស់ដោយព្រះអង្គបានតែណហើយចុះត្រូវតែធ្វើតាមឱវាទនៃព្រះអង្គព្រោះជីវិតត្រូវជាតស៊ូការតស៊ូក៏ព្រោះជីវិតគិតឃើញដូច្នេះហើយកុមារសម្ផលក៏ខិតខំប្រឹងប្រែងស្វែងរកប្រាក់ផងសិក្សាផងរហូតបានប្រឡងជាប់ជានិស្សិតសាស្ត្រាចារ្យដោយបំណងសម្ដេចព្រះសង្ឃរាជព្រះអង្គជួញក្រៃលែងនៅការអប់រំយុវៈដែលសំណាក់នៅក្នុងវត្តអារាមព្រោះសម្ដេចឆ្វេងយល់ថាការសិក្សាជាអង្គការរបស់ជាតិរូបកាយតែងចាស់ជរាឯកេរ្តិ៍ឈ្មោះល្អមិនចាស់ជរាឡើយទាំងធម៌របស់សពបរោះក៏មិនចេះចាស់ជរាដែរបើចេញពីវត្តទៅយ៉ាងហោចណាស់ចេះធម៌អាចខ្លះដើម្បីចូលក្នុងពិធីបុណ្យនឹងគេគុំឲ្យអង្គុយទុកមាត់ស្ងៀមកថាទី4ឧបាយមិនស្លាប់សម័យថ្ងៃមួយសាមណេរស្វាយសាអែមចូលក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជហើយទូលសួរចំពោះព្រះអង្គថាបបិទ្ធសម្ដេចជាអង្គម្ចាស់ទូលព្រះបង្គំចង់ដឹងថាតើឧបាយអ្វីទៅដែលមិនស្លាប់ពេលនោះសម្ដេចជាអង្គម្ចាស់ទ្រង់មានព្រះឱវាទទៅកាន់សាមណេរមនាលសាមណេរការមិនធ្វេសស្មារតីជាឧបាយមិនស្លាប់ការធ្វេសស្មារតីជាឧបាយស្លាប់ព្រោះថាក្នុងលោកសន្និវិសនេះសម្បូរដោយមនុស្សឆោបបោកមនុស្សដូចជាសហករណ៍នៅស្រុកលោកតាត្រូវអន្តរាយអស់ក៏ព្រោះតែធ្វើប្រហែសរហូតដល់ប្រធានរដ្ឋបាត់សាមណេរក៏សួរថាតើរឿងនោះមានដំណើរយ៉ាងណាខ្លះព្រះអង្គសម្ដេចក៏មានព្រះបន្ទូលរាយរាប់រឿងនោះថានៅសង្កាត់រកាកោះមានសហករណ៍យើងមួយឈ្មោះរកាកោះសហករណ៍នេះច្រើនតែទិញស្ករដែលអ្នកស្រុកធ្វើបានមកការទិញនេះខ្លះឲ្យប្រាក់មុនខ្លះក៏ទុកសិនដោយប្រធានគ្មានចេញបង្កាន់ដៃអ្វីឲ្យម្ចាស់ស្ករទេរីឯម្ចាស់របស់ក៏មិនទារកបង្កាន់ដៃដែរព្រោះតែការទុកចិត្តគ្នាលោកមកដល់ឆ្នាំ1969ប្រធានសហករណ៍នោះយកប្រាក់អស់ចាន់រៀលអ្នកស្រុកដឹងការមិនស្រួលក៏ជួយច្បល់តែមិនមានប្រយោជន៍អ្វីសោះព្រោះថាអ្នកធ្វើប្រហែសស្លាប់គុំនៅទោះបីមានជីវិតរស់នៅក៏ទុកដូចជាស្លាប់សាច់ទៅហើយប៉ុន្មានថ្ងៃក្រោយមកប្រធានកំហិលនោះក៏រត់បាត់មិនដឹងធ្លាយច្រកណាព្រមទាំងពាយប្រកាសយកទៅជាមួយផងចំណែកម្ចាស់ស្ករក៏ស្រែកយំលេងចេញរីឯអ្នកដែលមានគំនិតគឺទាបបង្កាន់ដៃត្រឹមត្រូវរដ្ឋការមានសមត្ថកិច្ចបានជួយសងថ្លៃរបស់នោះតាមចំណែកខ្លួនព្រោះថាអ្នកដែលមិនធ្វើប្រហែសមិនស្លាប់គំនិតទោះបីស្លាប់ទៅហើយក៏ទុកដូចជានៅរស់យ៉ាងណាមិញកិច្ចការអ្វីក៏ដោយបុគ្គលមិនគួរធ្វើប្រហែសសោះឡើយព្រោះមនុស្សយើងជួនល្អជួនអាក្រក់រូបស្មានមិនត្រូវប្រៀបបាននឹងទឹកភ្លៀងដែរនេនអើយចូលnênខិតខំសិក្សាក្បួនច្បាប់ផ្លូវលោកផ្លូវធម៌ឲ្យល្អិតល្អន់កុំបីរីមាយក្រែងនាំឲ្យខូចសាសនារបស់ផងយើង
ពេលនោះសាមណេរកាបង្គំទូលព្រះអង្គវិញក្រាបទូលសម្ដេចជាអង្គម្ចាស់ទូលព្រះបង្គំនិងគោរពតាមឱវាទព្រះអង្គមិនខានសាធុសាមណេរដ៏ចម្រើនចៅធ្វើនេះហៅពេញជាត្រូវណាស់ព្រោះថាបំណាច់កើតមកជាមនុស្សគុំធ្វើខ្លួនឲ្យជាអ្នកបំព្រៃលោកកើតមកជាកូនប្រុសត្រូវខំប្រឹងបំពេញកណីយកិច្ចលុះត្រាតែបានសម្រេចការអ្វីមិនទាន់សម្រេចគុំអាប្រញាប់ពោលអួតតាម4ទាល់10ទាល់គុំឲ្យតែទាល់គុំនិតដោយហេតុល្ងិតល្ងងមិនបានរៀនសូត្រហើយទៅប្រធានលុយយកទ្រព្យរបស់ខ្លួនអស់ហើយទៅស្ដាយក្រោយបើយ៉ាងនឹងព្រះឯណាប្រោះយើងកើតបើយើងគ្មាននិស័យពោលគឺបញ្ញាស្មារតីផងនោះដោយប្រកាសថាជីវិតរាល់រូបតិចតួចណាស់ប៉ុន្តែយើងត្រូវខំប្រឹងរៀនប្រឹងរកប្រឹងគិតប្រឹងប្រព្រឹត្តល្អហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំកិច្ចការដំបូងតែងតែមានទោះខុសខ្លះលុះត្រាតែសុបសាំទៅមិនភ្លៀងផ្លត់ខុសទៀតបានត្រូវមកពីស្គាល់ខុសបើមិនដូច្នោះទេរកត្រូវពុំឃើញឡើយឃើញគេធ្គុំថ្កើងគុំចង់ចើចាងតាមគេហួសមេតខ្លួនប៉ុន្តែមិនត្រូវបន្ធូរបន្ថយព្យាយាមឡើយគុំថ្កោលទោសគេគុំពិនិត្យគុំគិតខ្លួនឯងថាប្របីគុំធ្វើប្រហែសពាក្យសម្ដីនាំឲ្យមានភ័យដល់អាត្មាតណ្ហាជាហេតុសេចក្តីសុខជាផលឧបាយរំលត់ទុកជាហេតុនិរោធធម៌ជាផលនេះជាសច្ចធម៌ពិតណាស់សេចក្តីនេះជាជ្រៅវែងឆ្ងាយបន្តិចតែបើណេនខំរិះគិតវានៅលើកោកសោះហើយគ្មានអ្វីធំធេងជាងខួរក្បាលយើងទេចូលណេនចាំចោះព្រះករុណាថ្លៃពិសេសទទួលបរិជ្ជឱវាទទៅរករំលឹកមេរៀនចោះប្រយ័ត្នអាចារ្យស្ដីបន្ទោសព្រោះខ្លួនមិនចេះមិនចាំតែចូលចាំថាប្រទុះទៅរកអ្នកឥតទោសរមែងធ្លាក់ទោសមកលើខ្លួនវិញចិត្តប្រេងនឹងទឹកមិនស៊ីគ្នាយ៉ាងណាបន់នឹងបាបក៏យ៉ាងនោះដែរសម្ដេចមានបរិជ្ជបន្ទូលចប់ហើយទៅព្រះអង្គយើងចូលទៅកាន់កន្លែងថ្វាយបង្គំនឹកគុណព្រះសម្មាសម្ពុទ្ធដោយសពដងលុះចប់នមស្ការហើយទៅព្រះអង្គទ្រង់ទោសសិភ័យផ្សេងដែលមានប្រយោជន៍សមដោយគាថាក្នុងសេហតវតេចែងទុកអ្នកប្រាជ្ញតែងប្រើការវេលាឲ្យប្រព្រឹត្តទៅដោយការកំសាន្តការប្រសាសន៍មនុស្សល្ងងតែងប្រើកាលវេលាឲ្យប្រព្រឹត្តទៅដោយការប្រព្រឹត្តសេចក្តីវិន័យដោយការដេកនិងដោយការឆ្លោះទាស់ទែងកថាទី5កតញ្ញូតាភាវៈនៃការដឹងគុណបទកកតិកតញ្ញូតាមានន័យប្រាប់ថាជនកតញ្ញូទៅតែប្រព្រឹត្តតាមបែបគំរូដែលព្រះជាគ្រូប្រាប់ឲ្យតបគុណមេដាបៃតាគ្រូឧបជាសុទ្ធតែខ្សែបនជនណាក៏ដោយដែលគេមានគុណក៏ជាខ្សែបនដែលត្រូវស្លាប់ព្រោះបណ្ដោះពូជបននៅក្នុងស្រែគុណកុំឲ្យមានមោះបននឹងកើតកើនចម្រើនឥតខ្ចោះត្រូវមានចិត្តស្មោះគុំលុបគុណចោលគុំគ្រាន់តែថាមេដាបៃតាមានគុណជាគោលមកថាត្រូវតបគុណគុំច្បោលធ្វើដែរស្រោលសោះតែគេថាជនអ្នកតបគុណព្រះពុទ្ធមានបនទ្រង់ត្រាស់ទេសនាសរសើរញឹកញយមានក្នុងសាស្ត្រាគុំពីដីកាគួរយើងចងចាំចេះចាំហើយធ្វើដោយចិត្តអើពើឲ្យសុបឲ្យសាំឲ្យស្និទ្ធដឹងគុណគុណតែងថែទាំពុំមិនខ្ទេចខ្ទាំព្រោះតបគុណគេជនមានចិត្តខ្សោយច្រើនតែធ្វេសធ្លយរមើលគុណគេអាងប្រេងសំណាងពីក្នុងបុពេប្រហែលធ្វេសធ្វេប្រងើយកន្តើយអ្នកប្រាជ្ញប្រាប់ថាជនប្រុសស្រីណាលុបគុណចោលហើយជនប្រុសស្រីនោះពុំមានសុខស្បើយយូរប៉ុន្មានឡើយរែងតែធ្លាក់ខ្លួនកំពុងបានសោកស្រាប់តែមានទុកចេញមកផ្ទួនឲ្យផលកំណាចខូចខើឥតស្ងួនទោសមកពីខ្លួនរមើលគុណគេទេវតាគេខឹងព្រោះខ្លួនតឹងត្អឹងអាំងបនបុពេទោះបច្ចុប្បន្នជិះជាន់ឥតលហែផប់ប្រេងបុពេបើមានកោផ្អាកទោសរមើលគុណរៀបរៀងមុខបនប្រេងឲ្យសម្រាបងអង្គឈប់សិនបាបថ្មីវិបាកឲ្យផលឥតស្រាកព្រោះបានឱកាសបនបាបចាស់ថ្មីតែងតែរំពៃពុំមានព្រះផ្ដាស់ការមានចន្លោះត្រូវពេលសស្រះហាក់ដោយប្រកាសប្រាប់ថាត្រូវអញចេញមុខផ្ដល់ផល
សក់ទុកឲ្យដល់ជនណាដែលកាញ់ក៏សាំងបង្កើតកំណត់ជាអញជាសម្លាញ់ត្រូវអញឲ្យផលរីបនឬបាបដែលមានសភាពជាកម្មតែងផ្ដល់សុខទុក្ខឲ្យជនអ្នកធ្វើឲ្យដល់នៅក្តីសល់វល់ឬក្តីសុខសាន្តបាបតែងរារាំងបន់ឲ្យនៅកៀងផ្អាកសិនពុំបានចេញមុខឲ្យផលជាសុខសម្រាមអ្នកតែងធ្វើបានទទួលរងទុក្ខបន់ក៏រារាំងបាបឲ្យនៅកៀងផ្អាកចេញពីមុខព្រោះមានឱកាសបន់ប្ររិយសុខសុទ្ធតែមានមុខទីតីពីគ្នាហេតុនោះគួរជន់គុំនៅទំរុនក្នុងក្តីខ្ជាគួរកសាងបន់មានគុណមហិមាទៅបានឈ្មោះថាអ្នកស្រឡាញ់ខ្លួនកថាទី6អនុសារណោវាទចំពោះយុវជនអ្នកនៅវត្តហើយពួកយុវជនអ្នកកំសត់ប៉ាពុំបានវត្តជ្រុកអាស្រ័យសំអ្នកនឹងឥតមានតម្លៃជប់ថ្ងៃហួសទៅឥតប្រយោជន៍គួរអ្នកកុំភ្លេចវត្តលំនៅទោះអ្នកចេញទៅឆ្ងាយប្រឡោចគួរដឹងគុណវត្តកុំបង្ហើយប្រយោជន៍នឹងផលផ្ដល់ពុំខាតបើមានគេសួរពីការរៀនចេះរបៀនទាំងប៉ុន្មានអ្នកគុំនិយាយបងវាយដានត្រូវប្រាប់ថាបានចេះប្រវត្តិគុំពោតបងអូតពួកស្រីទៅស្ដីតាមត្រង់គុំបំផ្លាត់បំផ្លាញបំផ្លាបំភ្លេចវត្តក្រែងទោសទីងទាត់ឲ្យវិនិច្ឆ័យបាយវត្តជាភាជមានប្រលឹងគួរនឹករំពឹងគុំទីទានាមឺនមន្ត្រីមកពីរាជគឺរាជឡើងទៅជាមន្ត្រីបាយផ្ទះបាយវត្តដូចជាគ្នាចំអាចអាត្មាមានជីវីហេតុឲ្យរៀនសូត្រចេះខ្ទេចខ្ទីមុននេះកើតមានដោយសារវត្តសាធុសូមឲ្យអ្នកបានសុខនិរតុកនិរភ័យសេរីផាត់ជាជនសប្បុរសរបស់រដ្ឋមានបែបមានបុត្រប្រសើរហោងទស្សនៈព្រះអង្គត្រង់កន្លែងនេះបញ្ជាក់ឲ្យដឹងថាទ្រង់ពិតជាសាមណៈមួយអង្គមានប្រតិអាណិតមេត្តាដល់យុវជនក្រីក្រសម្បើមណាស់ហើយចង់ឲ្យតែខំរៀនសូត្រគុំមិនដែលបណ្ដោយទៅតាមយថាកម្មដោយមនុស្សចំនួនមុនទៀតកថាទី7ការសេពគប់គ្រប់ពេលរែងរៀលទៅរកខុសគ្រប់ប្រាជ្ញស្រីប្រុសរែងបានត្រូវគ្រប់មិត្តអបលៈរែងអាស្រូវខុសត្រូវកើតពីការសេពគប់គួរជ្រើសរើសរកជនប្រុសស្រីតើមានធម៌អ្វីជាប្រភពបើឃើញច្បាស់ហើយគួរសេពគប់ឬត្រូវតែឈប់គុំរវល់បើតាមឱវាទព្រះសម្ពុទ្ធវិសុទ្ធត្រង់ធម៌និរមូលគួរជ្រាបថាបើឃើញបុគ្គលយល់ខុសពុំគួរសេពគប់ឡើយសូវនៅម្នាក់ឯងប្រសើរជាងគួរជាគួរវៀងជន់តោះតើយមិនកាន់តាមធម៌ជាកោះត្រើយប្រងើយដោយយល់ថាខ្លួនត្រូវអ្នកប្រាជ្ញគឺអ្នកមានគំនិតបញ្ញាយល់ខុសត្រូវព្រមទាំងប្រកាន់សុចរិតយុត្តិធម៌ខ្ជាប់ខ្ជួនផងអ្នកកាន់ប្រយោជន៍ពីរគឺប្រយោជន៍អ្នកដទៃនិងប្រយោជន៍ខ្លួនឯងកថាទី8សុភាសិតគួរចងចាំអនុវត្តការអំបាលគុំអាលពោលអួតមុនឧបាយកលសាពុំស្មើគំនិតជ្រៅកំណាចឆ្លៀនពៀនមានរឿងពុំសូវស្រាកសេពគប់ពីលនាំទៅរកខុសសេពគប់ប្រាច់ប្រុសប្រាច់នាំទៅរកត្រូវសូវនៅម្នាក់ឯងគួរជៀសវាងបាបមិត្តចិត្តឥតភ្នែកឬឥតចិត្តអ្នកគិតល្អិតទៅអាចយល់បានមើងងាយអ្នកផងគុំឲ្យកន្លងច្បាប់រកអលមាត់ច្រើនតែផ្លត់ស្នៀតសើចក្អាកក្អាយនាំឲ្យស្ដាយក្រោយកាន់បំពង់រងចាំទឹកភ្លៀងភ្នែកមិនឆ្មៀងឃើញតែមិនសព
ធ្វើស្រែតនមានភ្លៀងស្រែកច្រៀងតនមានភ្លេងពេលត្រូវដើរបែរជាដេកខ្ជិលហួសពេកនាំឲ្យល្ងងមានចោះចេះក្រៃអស់តម្លៃគ្មានចំណេញបំណាច់កើតមកជាអង្គប្រុសគុំប្រព្រឹត្តខុសពីធម៌ច្បាប់9ទិញ10ទិញគុំទិញរបស់ថោកគុំស្ដាយគុំជែកមួយគុំគុំស្ដាយអាចគោមួយគុំណោបើមិនចេះទៅសួរគេគុំមានអ្នកយកក្រនបើសុភាសិតទាំងអស់នេះព្រះអង្គតែងមានព្រះបន្ទូលទៅកាន់យុវជនជារឿយៗដើម្បីឲ្យបានទៅជាពលរដ្ឋមួយរូបថ្លៃថ្នូរនឹងគេគុំឲ្យក្រាញនៅតែមួយកន្លែងទៅតែផ្លាស់ដីគំនិតថ្មីទៅប្រសុភមង្គលឃើញមិនគួរគប់បីស្ដាយស្រណោះដីកំហិលដែលមានដើមថ្នោតឬចេកដូងមួយគុំពីរឡើយកើតមកជាកូនប្រុសស្រីត្រូវតែខំប្រឹងរៀនគុំចេះតាមទំនឹងចិត្តដែលជាហេតុនាំឲ្យជីវភាពធ្លាក់ចុះឥតគេរាប់ក្នុងការទិញដូរក៏ត្រូវរើសវត្ថុណាល្អសំទិញព្រោះខុសត្រូវគ្នាមួយរៀលពីរគង់តែទិញប្រើដដែលតម្លៃថ្លៃក៏ថ្លៃចុះឲ្យតែល្អយើងបានឃើញមកហើយថាទស្សនៈនៃសម្ដេចព្រះសង្ឃរាជគឺចង់ឲ្យមនុស្សទូទៅប្រព្រឹត្តត្រឹមត្រូវប្រឹងធ្វើការងារគ្រប់បែបយ៉ាងកុំខ្ជិលច្រអូសកុំដេកផ្សងព្រេងកុំប្រកាន់គំនិតពេលល្ងងខ្លៅដែលជាហេតុនាំឲ្យថោកទាបក្នុងការរស់នៅឲ្យមានការឈឺចាប់ឡើងជាពិសេសព្រះអង្គតែងលើកពុទ្ធភាសិតថាខ្លួនជាទីពឹងរបស់ខ្លួនមកពន្យល់យើងរាល់គ្នាព្រះអង្គណែនាំឲ្យយើងចេះរួបរวมគ្នាកសាងជាតិឡើងឲ្យបានសុខបានចម្រើនដោយអរិយប្រទេសនានាកថាទី9ជនអ្នកចម្រុងចម្រើនដោយយោតែងចម្រើនដល់ជនទូទៅ1អ្នកមានព្យាយាមរឹងប៉ឹងមឹងម៉ាត់2អ្នកមានស្មារតីខ្ជាប់ខ្ជួនមិនភ្លេចភ្លាត់3អ្នកមានការងារស្អាតម៉ត់ម៉ង4អ្នករិះរេពិចារណាតតាយល់ការសពគ្រប់សិនហើយទៅធ្វើ5អ្នកសម្រុំអន្ត្រីសកុតស្រគុំសំរុំមិនឆ្កង6អ្នកចិញ្ចឹមជីវិតត្រឹមត្រូវតាមគន្លងធម៌7អ្នកមិនប្រមាថគឺប្រុងប្រយ័ត្នស្មារតីជានិច្ចមិនលុះលង់ក្នុងការធ្វើប្រហែសអត្តន័យពាក្យថាយោ1អិសរិយៈគឺភាវៈជាធំឬមានបនស័ក2ភោគទ្រព្យគឺទ្រព្យធនច្រើន3សាមញ្ញៈគឺមានអ្នកដតីរាប់អានច្រើន4កិត្តិមានកេរ្តិ៍ឈ្មោះល្អគេស្ងាត់សរសើរច្រើនទាំង4នេះហៅថាយោឯអរិយយោគឺយោនៃអ្នកធំឬយោនៃអ្នកមានបនស័កគ្រឿងអិសរិយយោគឺវត្ថុឬរបស់ជាគ្រឿងលើកតម្កើងអ្នកមានអិសរិយៈភាសិតបុរាណថាស័កពុំស្មើយោនាអ្នកខ្ពង់ខ្ពស់ពុំស្មើចិត្តជាពាក្យការបញ្ជាក់ភាសិតនេះបទកកតិភាសិតចាស់ថាមានរូបអ្នកណាមានស័កខ្ពង់ខ្ពស់មានត្រឹមតែស័កប៉ុន្តែឥតយោច្រើនតែរលួសគេឈ្មោះទៅឯងរីអ្នកមានជាតិត្រកូលអាមាត្យមន្ត្រីជាក់ស្ដែងមានចិត្តអាក្រក់តក់មកសាក់ស្លែងមានគេខ្លាចក្រែងប៉ុន្តែគេស្អប់មានរូបអ្នកណាឥតមានសក្តាប៉ុន្តែមានទ្រព្យមានគេរាប់អានជុំវិញសពគ្រប់10អ្នកទាំង10សឹងមូលជលមកព្រោះគេមានចិត្តមេត្តាអាណិតប្រណីហៅរោគស៊ីចោះមិនគិតជេរទៅហៅមកអ្នកផងចូលជ្រោកបំពេញយុះឲ្យសម្ដេចប្រសូតនៅថ្ងៃអង្គារ100ខែផលគុណឆ្នាំវោកឆស័កពុទ្ធសករាជ2427 11មីនា1883នៅភូមិកំរៀងសង្កាត់រកាកោះស្រុកកងពិសីខេត្តកំពង់ស្ពឺញោមប្រុសនាមជួននិងញោមស្រីនាមយុជាកសិករព្រះអង្គមានបងប្អូនមួយនាមអុកញ៉ាមន្ត្រីជួននុតព្រះអង្គសោយទីវង្គតកាលពីថ្ងៃទី14កើតខែពុទ្ធបទឆ្នាំរកាឯកស័កពុទ្ធសករាជ2513
Từ ngày tí phải pram cả nhà một con bầm buồn ở học sắp bầm buồn về lý mong một thấy năng một thấy nửa tỷ nơi không mà hạ cọt bạ ong niềm vọt nà lòng đói chủ rìa biệt nâng đói bồng bánh cây cạp xinh chỉ tràn miên là so sát sát na chỉ đàm lạ môn bê bạ ong sao tí bằng cột cú bê nâng sơ sát nụ sơ chỉ tràn ban ca thoai bằng cùng số mong vò sẵn đạch xông oi pre mê ta cùng thưa ca chan mong bê តែព្រះអង្គមិនអាចលះបង់ទម្លាប់នោះបានដោយព្រះអង្គទ្រង់យល់ឃើញថាខ្លួនយើងមើលមិនឃើញទេប៉ុន្តែយើងត្រូវតែខំធ្វើការឲ្យមានប្រយោជន៍ដោយកាន់ចិត្តថាយើងមានជីវិតនៅរាប់ពាន់ឆ្នាំតទៅទៀតសេចក្តីថ្លៃមរណៈទុកនៃគណៈប្រតិភូនានាបបិទ្ធសម្ដេចព្រះសង្ឃគ្រាជាអម្ចាស់ទូលព្រះបង្គំទាំងឡាយ ដែលជាកូនចៅព្រះអង្គទាំងព្រះសង្ឃទាំងក្រហមមានវិយកៈទុករន្ធត់ឥតឧបមាដោយគ្រាន់តែលើថាព្រះអង្គសោយទីបង្គត់ភ្លាមយើងខ្ញុំព្រះអង្គហាក់ដូចជាបាត់វិញ្ញាណមកស្មារតីរសេះរសោះអស់ទីពំនឹងនិងទីជំរកព្រះអង្គជាអគ្គមគ្គុទេសដ៏ឆ្នើមនៃពុទ្ធសាសនិកជននៅក្នុងមណ្ឌលកម្ពុជារដ្ឋនិងជាអគ្គមហាបណ្ឌិតខ្មែរក្នុងពុទ្ធសតវត្សទី ពិតមែនតែព្រះរូបសម្ដេចបានរលត់ទៅហើយក៏ដោយក៏ព្រះបរមកិត្តិនាមព្រះរាជឱវាទនៃព្រះអង្គធូលីព្រះបាទបានប្រតិជាប់នៅក្នុងហឫទ័យរបស់ទូលព្រះបង្គំយើងខ្ញុំជានិច្ចគុណសោកថាបនកកតិយើងខ្ញុំបង្គំគ្រួញក្រាច់ប្រណំក្រោមព្រះបាទទានៃព្រះសម្ដេចព្រះសង្ឃរាជាអគ្គមេធាមហាវីរៈ កំពូលអ្នកប្រាជ្ញព្រះតីអង្គអាចវៀងវៃប្រជៈទាំងអសរសាស្ត្រទាំងពុទ្ធចក្រទ្រង់ជាឯកអគ្គអ្នកបដិវត្តរៀបរៀងធម៌អាទវិន័យសិក្ខាដែលមានភ្លៀងភ្លាត់ឲ្យបានត្រឹមត្រូវត្រង់ដោយបន្ទាត់ព្រះសង្ឃរាល់វត្តប្រតិបត្តិសិក្សាអសរសាស្ត្រជាតិព្រះអង្គក្មេងៗសង្វាតរចនាសាររើរៀបរៀងផ្ទៀងផ្ទាត់ភាសាឲ្យមានលក្ខណៈថ្លៃថ្លាពិសី ទោះមានឧបសគ្គបើពះគ្រោះថ្នាក់បង្អាក់មរិក្តីព្រះអង្គឥតរាពុះពៀក្មេងៗប្រយោជន៍ដើម្បីសេរីខេមរាប្រកបព្រះគុណគុណគបមហាធ្ងន់ធ្ងន់ឥតឧបមាទាំងផែនការជាតិទាំងផ្នែកសាសនាទ្រង់ព្រះឧស្សាហ៍ពុំមានរសាយទោះទ្រង់ជរាតែទ្រង់ការងារពុំមានចិនណាយឥតទ្រង់ដំរេះ ដល់ព្រះអង្គកាយព្រះតីខ្វល់ខ្វាយនឹងចិត្តសាសនាកិច្ចការឧត្តមដែលទ្រង់ខិតខំប្រើព្រះប្រាជ្ញាបំពេញទុកឲ្យអ្នកក្រោយសិក្សាមានច្រើនប្រការហួរនឹងអធិប្បាយព្រះតីមេត្តាអាសូរករណាមនុស្សសត្វទាំងឡាយស្មោះស្ម័គ្រទូទៅទោះនៅចិត្តឆ្ងាយគ្រប់ក្រមនិកាយសរសើររយៈឥឡូវព្រះអង្គប្រសាលើសទ្រង់ឯកអង្គអគ្គ ទ្រង់ទីវង្គតរលត់ជន់ដាក់ខានយល់ព្រះភ័ក្រព្រះអង្គទៀតហើយពីថ្ងៃនេះទៅយើងខ្ញុំរស់នៅសោកសៅអត់ស្បើយអាឡោះអាឡៃម្ចាស់ថ្លៃខ្ញុំអើយពីនេះទៅហើយខានយល់ភក្ត្រាខានត្រង់ខានត្រាប់ខានលើខានស្ដាប់ព្រះរាជអង្គការឬតែសូសៀងសັບព្រះវាចាតាមឃោសនាការពីអសរសាស្ត្រ ដែលទ្រង់បរិយាយពន្យល់ដោះស្រាយដោយក្តីវៃឆ្លាស់វិញ្ញ័យហេតុផលប្រលនៃប្រកាសដោយព្រះបំរាស់ចេះច្បាស់ក្បោះក្បាយព្រះកាយបាត់ទៅព្រះកេគង់នៅឲ្យយើងទាំងឡាយរៀនសូត្រសិក្សាភ្លឺថ្លាពុនរាយនឹកឡើងសែនស្ដាយស្ដាយឥតឧបមាអោអម្ចាស់ថ្លៃយើងខ្ញុំអាឡៃអាឡោះសការរុនធុតតស្លត់ស្រយុទ្ធចិនដាគ្រូក្តៅខ្លោចផ្សាពុំមានស្រាក់ស្បើយ ទី10ទំនុកសារៈបញ្ញៈសូមថ្វាយបង្គំព្រះសម្ពុទ្ធប្រសើរបំផុតក្នុងលោកាជាគ្រូនៃមនុស្សនិងទេវតាទ្រង់តាទេសនាប្រដៅសត្វចង្អុលឲ្យដើរផ្លូវកណ្ដាលមេគាត្រកាលអាចកំចាត់ទុកភ័យចង្រៃឲ្យខ្ចាយបាត់អាចកាត់សង្សារៈទុកបានសាសនាព្រះអង្គនៅសពថ្ងៃសត្វមាននិស័យពីបុរាណប្រឹងរៀនប្រឹងស្ដាប់ចេះចាំបានកាន់តាមលំអានបានក្តីសុខ
អត់មានសុខណាស្មើក្តីស្ងប់បញ្ចប់ត្រឹមសុខឃ្លាតចាកទុកតាំងពីលោកនេះតទៅមុខក្តីសុខនឹងមានព្រោះធម៌ស្ងប់ខ្ញុំសូមបង្គំចំពោះព្រះធម៌ព្រះសង្ឃបវរទាំងគ្រប់សពរំជាត្រៃរតគោគោរពជាមលុបត្រជាក់នៃលោកាព្រះរូបព្រះធាតុនៃព្រះពុទ្ធវិសុទ្ធតាមអង្គព្រះសាស្តាសូមគុណត្រៃរតជួយខេមរាឲ្យបានសុខាតរឿងទៅខ្លឹមសារប្រត្រៃបីដកឬព្រះពុទ្ធភាសិតខ្លះក្នុងបរិនិព្វានកាលការចាត់ចែងធ្វើពិធីសម្ពោធព្រះត្រៃបីដកជាផ្លូវការផងអំពាវនាវឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទនៅក្នុងប្រទេសធ្វើគ្រប់វត្តអារាមក្នុងពេលជាមួយគ្នាផងនេះក៏ដោយយល់ឃើញថាព្រះត្រៃបីដកជាអ្វីព្រះត្រៃបីដកអាចផ្ដល់ប្រយោជន៍អ្វីខ្លះសេចក្តីឆ្លើយដោះស្រាយនឹងបញ្ហាខាងលើនេះសូមពុទ្ធបរិស័ទទាំងឡាយប្រុងស្ដាប់ដូចតទៅនេះព្រះត្រៃបីដកគឺជាតួអង្គព្រះសម្មាសម្ពុទ្ធបរមគ្រូនឹងឯងតែម្ដងព្រោះប្រត្រៃបីដកជាធម៌និងវិន័យដែលព្រះពុទ្ធបរមគ្រូទ្រង់បានសម្ដែងទ្រង់បានបញ្ញត្តិទុកមកហើយព្រះធម៌និងវិន័យនោះជាតួព្រះសាស្តាគឺជាជំនួសព្រះពុទ្ធជាបរមសាស្តាដោយមានពុទ្ធភាសិតនៅក្នុងបរិនិព្វានសោតគម្ពីរតិខនិកាយមហាវគ្គថាព្រះសម្ពុទ្ធទ្រង់ត្រាស់ហៅព្រះអនន្តេជាពុទ្ធុបថាមកប្រាប់ថាមនាលអនន្តប្រសិនបើអ្នកទាំងឡាយយល់ឃើញថាបាវចនានេះជាពាក្យពាងប្រដៅដែលមានគ្រូកន្លងទៅហើយគឺថាអំណះឥតពីគ្រូទៅហើយឈ្មោះថាគ្រូរបស់យើងមិនមានឡើយមនាលអនន្តអ្នកកុំយល់ឃើញយ៉ាងនេះឡើយព្រះពុទ្ធជាបរមសាស្តាទ្រង់បានត្រាស់បញ្ជាក់ថាមនាលអនន្តធម៌ណាវិន័យណាដែលអញតថាគតបានសម្ដែងហើយបានបញ្ញត្តិហើយចំពោះអ្នកទាំងឡាយកាលបើអំណះឥតពីអញតថាគតទៅធម៌វិន័យទាំងនោះជាសាស្តាជាគ្រូព្រានប្រដៅរបស់អ្នកទាំងឡាយពុទ្ធភាសិតខាងលើនេះគូពុទ្ធបរិស័ទទាំងឡាយចងចាំក្នុងចិត្តហើយយល់ច្បាស់ថាធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងហើយបានបញ្ញត្តិហើយសឹងមានក្នុងព្រះត្រៃបិដកទាំងអស់ព្រះត្រៃបិដកនេះហើយជាសាសនារបស់ព្រះពុទ្ធជាតំណាងអង្គនៃព្រះពុទ្ធជាព្រះបរមសាស្តាមានពុទ្ធភាសិតមួយបទទៀតពុទ្ធឱវាទដែលព្រះសម្ពុទ្ធប្រទានដល់ព្រះថេរៈមួយអង្គឈ្មោះវតលិថាមនាលវតលិអ្នកណាមើលឃើញនៅធម៌អ្នកនោះឈ្មោះថាមើលឃើញនៅអញតថាគតដែរអ្នកណាមើលឃើញនៅអញតថាគតអ្នកនោះឈ្មោះថាមើលឃើញនៅធម៌ដែរមើលឃើញទីនេះសំដៅយកមើលឃើញដោយបញ្ញាចក្ខុពោលគឺតែរិពិចារណានៅអត្ថនៃព្រះធម៌ដ៏ច្បាស់លាស់ម្យ៉ាងទៀតនៅក្នុងមហាបរិនិព្វានសូត្រដដែលមានសេចក្តីដំណើរថាការដែលព្រះសម្ពុទ្ធទ្រង់សម្រេចនៅសីហសីយាផ្អៀងទៅខាងស្ដាំដោយយកព្រះបាទឆ្វេងតម្រួតលើព្រះបាទស្ដាំបែរព្រះសីស័កទៅខាងឧត្តរទិសលើបរិនិព្វានបញ្ចាសនៈដែលព្រះអានន្ទរៀបចំថ្វាយក្នុងចន្លោះនៃសាលព្រឹកទាំងគូក្នុងគ្រានោះឯងព្រះអង្គមានពុទ្ធតម្រាស់ថាមនាលអានន្ទបុគ្គលណាមួយទោះបីភិក្ខុក្តីភិក្ខុនីក្តីឧបាសកក្តីឧបាសិកាក្តីបានប្រតិបត្តិនៅធម៌សមគួរដល់ធម៌ប្រតិបត្តិដោយសេចក្តីកោតក្រែងជាអ្នកប្រព្រឹត្តតាមធម៌ជាប្រក្រតីបុគ្គលនោះឈ្មោះថាធ្វើសក្ការៈគោរពរាប់អានបូជានៅអញតថាគតដោយគ្រឿងបូជាដ៏ឧត្តមព្រះពុទ្ធភាសិតខាងលើនេះគឺព្រះអង្គចង់ឲ្យមនុស្សទូទៅប្រព្រឹត្តនៅសេចក្តីល្អបើយើងម្នាក់ធ្វើអំពើល្អឈ្មោះថាយើងពិតជាពុទ្ធសាសនិកពេញលក្ខណៈប្រវត្តិនៃទង់ព្រះពុទ្ធសាសនាការបរិនិព្វាននៃព្រះអរហន្តសម្មាសម្ពុទ្ធកន្លងផុតទៅ2493ឆ្នាំមិនទាន់មានប្រទេសពុទ្ធសាសនិកណាមួយបានបង្កើតនៅទង់ពុទ្ធសាសនាឲ្យមានរូបរាងពិតប្រាកដនៅឡើយទៅតែថ្ងៃអង្គារ600ខែចេសឆ្នាំខាលទស័កពុទ្ធសករាជ2493ទៅនៅថ្ងៃទី6ខែមិថុនាឆ្នាំ1950ពុទ្ធិកប្រទេស29មានប្រទេសស្រីលង្កាជាដើមបានបង្កើតពុទ្ធិកសមាគមពិភពលោកធ្វើសន្និសីទលើកទី1នៅប្រទេសស្រីលង្កាគណៈបព្វភូខ្មែរមានសម្ដេចព្រះមហាសុមេធាធិបតីជួនណាតជតយាណោជាប្រធានទៅចូលរួមប្រជុំផងបានមូលមតិគ្នាបង្កើតទង់សាសនាឡើងទង់នេះមាន6ពណ៌ដើម្បីតម្រូវនិងឆោពាន់រាំងសីនៃព្រះសម្ពុទ្ធ
ទាំង6 ពណ៌គឺខៀវលឿងក្រហមសហង្សបាតនិងភ្លេង 1. រស្មីពណ៌ខៀវតំណាងព្រះអង្គកាលសោយព្រះជាតិជាព្រះបាទស្រីភិរាកាលនោះព្រះអិនបាននិមិត្តខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសុំព្រះនេតព្រះអង្គទាំងគូព្រះអង្គទ្រង់ឆ្កៀលព្រះនេតទាំងគូឲ្យទៅអិនព្រាហ្មណ៍ 2. រស្មីពណ៌លឿងតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាវិរិយបណ្ឌិតកាលនោះព្រះអិនបាននិមិត្តខ្លួនជាយក្សធ្វើជាងមាសវិរិយបណ្ឌិតបានអាស្រ័យខ្លួនឲ្យជាងមាសផែធ្វើជាមាសបិទព្រះពុទ្ធរូប 3. រស្មីពណ៌ក្រហមតំណាងព្រះអង្គកាលសោយព្រះជាតិជាបទុមមេនុបគ្រានោះមានពស់មួយប្រកបដោយពិសដល់ពន្លឹកបានចឹកមេដាព្រះអង្គបានយកកាំបិតពុះទ្រូងយកបេះដូងសំថ្នាំព្យាបាលមេដាឲ្យជាសះស្បើយ 4. រស្មីពណ៌សតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរទ្រង់បានប្រទានដំរីមង្គលមួយដែលមានអវយវៈសសុទ្ធជារបស់សមាបរាជដល់ពួកព្រាហ្មណ៍កលង្ករតពួកអ្នកនគរខឹងក៏បំបរបង់ព្រះអង្គឲ្យទៅនៅភ្នំវង្កត់ 5. រស្មីពណ៌ហង្សបាតតំណាងព្រះអង្គកាលសោយព្រះជាតិជាវិជាធោយៈចាប់មេដាព្រះអង្គបានអាសាច់ឲ្យយៈបរិភោគជំនួសជីវិតមេដារស្មីពណ៌ភ្លេកតំណាងព្រះអង្គកាលសោយព្រះជាតិជាទន្សាយឈ្មោះសោមបណ្ឌិតមានសទ្ធាចង់បំពេញទានពេលនោះព្រះអិនបាននិមិត្តខ្លួនជាព្រាហ្មណ៍ចាស់អត់អាហារដើរចូលមកទន្សាយសោមបណ្ឌិតបានលោតចូលភ្នក់ភ្លើងដើម្បីចម្អិនសាច់ព្រះអង្គឲ្យដល់អន្តព្រាហ្មណ៍បរិភោគខ្ញុំបានសុជនសូមអរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនដែលជាសាសនិកជនទាំងអស់ដែលយកចិត្តទុកដាក់ស្ដាប់តាំងពីដើមរហូតដល់ចប់សូមឲ្យទទួលបាននៅសេចក្តីសុខនិងបញ្ញាកុំបីឃ្លៀងឃ្លាតឡើយសូមឲ្យចំណែកមហាកុសលដែលខ្ញុំបានធ្វើជូនចំពោះសម្ដេចសង្ឃរាជជួនណាតបុព្វការីជនខ្មែរនិងជាតិសាសន៍ដទៃដែលបានទៅកាន់បរិលោកសូមទទួលបានមហាកុសលនេះកុំបីឃ្លៀងឃ្លាតឡើយ